រឿងកូនឆ្មា Max នឹងកិច្ចការផ្ទះប្រចាំថ្ងៃនៅព្រឹកដ៏ស្ងប់ស្ងាត់ថ្ងៃមួយកូនឆ្មាដ៏គួរឲ្យស្រឡាញ់ឈ្មោះ Max បានក្រោកពីគេងនៅក្នុងផ្ទះឈើដ៏កក់ក្ដៅរបស់គាត់ដោយពាក់អាវយឺតនិងស្លៀកខោខូវប៊ុយពណ៌ខៀវហើយបានត្រៀមខ្លួនសម្រាប់ការងារប្រចាំថ្ងៃរបស់គាត់បន្ទាប់ពីងើបពីគេងកូនឆ្មា Max បានរៀបចំគ្រែនិងបន្ទប់របស់គាត់មានភួយពូកនិងខ្នើយដោយយកចិត្តទុកដាក់ Max បានប្រើអំបោះឈើតូចមួយធ្វើឲ្យប្រាកដថាផ្ទះរបស់គាត់ស្អាតនិងមានរបៀបរៀបរយកូនឆ្មាជូតកម្រាលអែបនិងឈរលើតុតូចមួយហើយជូតបង្អួចនិងក្រណាត់ហើយទុកឲ្យពន្លឺថ្ងៃភ្លឺចាំងចូលក្នុងផ្ទះរបស់គាត់ក្រោយមកកូនឆ្មា Max ទៅលាងចាននិងពែងរបស់គាត់ជាមួយនឹងទឹកសាប៊ូដើម្បីរៀបចំអាហារពេលព្រឹកជាមួយអារម្មណ៍ដ៏រីករាយរួចក៏ដើរចេញទៅខាងក្រៅកូនឆ្មា Max កាន់ធុងទឹកដែកតូចមួយស្រោចដំណាំគាត់ដោយប្រុងប្រយ័ត្នកូនឆ្មា Max លុតជង្គង់ចុះពិនិត្យមើលដើមពែងប៉ោះរបស់គាត់ដោយប៉ះធ្នមជុំវិញផ្លែពែងប៉ោះដោយយកចិត្តទុកដាក់គាត់បានដកស្មៅតូចដែលដុះជុំវិញដើមស្ពៃរបស់គាត់ដោយប្រាកដថាស្ពៃមានកន្លែងគ្រប់គ្រាន់ដើម្បីដុះលូតលាស់និងមានសុខភាពល្អដោយស្នាមញញឹមដ៏រីករាយ Max សរសើរពន្លកខ្ទឹមបារាំងតូចរបស់គាត់ដោយរំភើបនិងរីករាយដែលឃើញពួកវាធំឡើងជារៀងរាល់ថ្ងៃជាមួយនឹងកន្ត្រកតូចមួយនៅក្នុងដៃរបស់គាត់កូនឆ្មាប្រមូលពែងប៉ោះទុំការ៉ុតនិងខ្ទឹមបារាំងស្រស់ពីសួនច្បារគាត់ដើរត្រឡប់ទៅផ្ទះវិញដោយប្រយ័ត្នប្រយែងហើយគាត់យកបន្លែចូលទៅក្នុងផ្ទះដើម្បីរៀបចំម្ហូបឆ្ងាញ់នៅក្នុងផ្ទះបាយកូនឆ្មា Max លាងបន្លែជាមួយទឹកត្រជាក់ធ្វើឲ្យប្រាកដថាពួកវាស្អាតនិងអាចស្លបានកូនឆ្មាបានចិតការ៉ុតនិងខ្ទឹមបារាំងនៅលើជ្រុញដោយប្រើកាំបិតតូចមួយយ៉ាងប្រុងប្រយ័ត្នដើម្បីរៀបចំធ្វើម្ហូបកូនឆ្មា Max កូរសម្លបន្លែធ្វើឲ្យមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ពាសពេញផ្ទះពេលម្ហូបរួចរាល់កូនឆ្មារីករាយនឹងសម្លដោយមានអារម្មណ៍មោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់គាត់បន្ទាប់ពីអាហារពេលព្រឹករួចកូនឆ្មា Max អង្គុយលើកៅអីឈើក្បែរបង្អួចរីករាយជាមួយខ្យល់អាកាសដ៏បរិសុទ្ធនិងទេសភាពដ៏ស្ងប់ស្ងាត់នៃសួនច្បាររបស់គាត់បានយកសៀវភៅតូចមួយក្បាលហើយចាប់ផ្ដើមអានហើយលង់លក់ជាមួយពិភពនៃសាច់រឿងដ៏អស្ចារ្យពេលថ្ងៃលិចផ្ទៃមេឃប្រែជាពណ៌ទឹកក្រូចនិងពណ៌ផ្កាឈូកហើយកូនឆ្មាសម្លឹងមើលទៅក្រៅបង្អួចដោយមានអារម្មណ៍ដឹងគុណចំពោះថ្ងៃដ៏ពិសេសមុនពេលចូលគេងកូនឆ្មាបានស្រោចទឹកដំណាំជាលើកចុងក្រោយដើម្បីប្រាកដថាពួកវាត្រូវបានថែទាំបានល្អនៅពេលយប់កូនឆ្មាបានអុជទៀនមួយដើមបង្កើតជាពន្លឺនិងភាពកក់ក្ដៅនៅក្នុងផ្ទះរបស់គាត់ពេលយប់នៅលើផ្ទះតូចដ៏ស្ងប់ស្ងាត់កូនឆ្មា Max បានបញ្ចប់កិច្ចការចុងក្រោយរបស់គាត់ធ្វើឲ្យប្រាកដថាអ្វីៗគ្រប់យ៉ាងស្ថិតក្នុងសណ្ដាប់ធ្នាប់ល្អខ្យល់បក់មកតាមបង្អួចនាំក្លិនក្រអូបនៃសួនច្បារគាត់ក៏ឡើងលើគ្រែដ៏កក់ក្ដៅរបស់គាត់ទាញភួយមកដណ្ដប់ Max បានលង់លក់ទៅក្នុងដំណេកដ៏ស្ងប់ស្ងាត់បាត់ទៅសូមអរគុណ